ក្រុមតន្ត្រីបុរាណខ្មែរដែលក៏តែខិតខំព្យាយាមលះបង់កម្លាំងកាយកម្លាំងចិត្តមកថែរក្សានៅលើទឹកដីឆាកអន្តរជាតិជាពិសេសលោកក្មួយលោកអូនសុកដែលគាត់ពិការភ្នែកនេះគឺគាត់សុកចិត្តមកចាលះបង់ពេលវេលាដើម្បីថែរក្សាសម្បត្តិវប្បធម៌ខ្មែរទោះបីជាភ្នែកមើលមិនឃើញក៏នៅតែមានឆន្ទៈក្នុងចិត្តស្រឡាញ់ជាតិថែរក្សារហូតនៅលើទឹកដីកាណាដាយើងនេះដែរអញ្ចឹងយើងដើម្បីកុំឲ្យតន្ត្រីយើងនឹងបាត់បង់ទៅគឺយើងត្រូវរួមគ្នាថែរក្សាទាំងអស់គ្នាគឺចាស់ត្រូវបន្តបណ្ដាដល់កូនចៅបន្តទៅទៀតចាហើយសូមអរគុណច្រើនទៅដល់ក្រុមតន្ត្រីសិល្បករយើងបានថែរក្សានៅគឺស្ពាយជំនាញនឹងមកពីកម្ពុជាមកតែម្ដងចាគឺមើលដូចត្រោនេះគឺមានត្រោអីខ្លះទេខ្ញុំមិនស្គាល់ចាសូមមេត្តាអធិស្ឋានហើយសូមអរគុណដែរគឺស្រីណាសមត្ថថាដែលបានមកថតរូបចាក្រុមតន្ត្រីសិល្បៈយើងដែលមាននៅវត្តខ្មែរអន្តរយោហើយជាពិសេសទៅទៀតវត្តខ្មែរអន្តរយោនោះគឺធំធេងណាស់ចាគឺធំជាងគេអញ្ចឹងធំជាងគេគឺយើងត្រូវការចូលរួមច្រើនគឺកម្លាំងសាមគ្គីជារបស់ខ្មែរយើងមួយនៅលើឆាកអន្តរជាតិនៅប្រទេសកាណាដានេះគឺបានទឹកដីធំជាងគេចាចឹងកាលណាយើងមានទឹកដីធំតបប្រជាពលរដ្ឋនឹងរួមសាមគ្គីគ្នាចាគឺយើងយកព្រះពុទ្ធសាសនាជាតិសាសនានិងព្រះមហាក្សត្រហើយជាពិសេសច្បាប់បងប្អូនច្បាប់គឺសំខាន់មែនទែនចាទៅកន្លែងណាគឺមានការច្បាប់ដែរចាអញ្ចឹងសូមអរគុណជាថ្មីម្ដងទៀតហើយនេះគឺគេមិនមានហើយតែខ្ញុំមកនិយាយទេគឺនិយាយឲ្យស្ម័គ្រចិត្តចាគឺស្ម័គ្រចិត្តដោយថាឃើញវងតន្ត្រីសិល្បៈខ្មែរយើងបុរាណមានហើយអញ្ចឹងអ្នកខ្ញុំគឺមានសេចក្តីសប្បាយរីករាយចារីករាយមែនទែនសុខចិត្តឡើងមកស្ម័គ្រចិត្តឡើងនិយាយខ្លួនឯងតែម្ដងចាសូមអរគុណច្រើនបងចាបងគាត់ស្រឡាញ់ជាតិខ្មែរអរគុណបងអរគុណស្រីអ៊ុនយូអេងបាទសូមតែដៃមួយមកបាទតែដៃខ្លាំងតែដៃមួយអូខេថាវាទឹកសុខហើយវត្តយើងក៏ធំហើយមានបងគាត់អ្នកចម្រៀងគាត់ច្រៀងជាខ្មែរហើយកូនគាត់ចាស់ល្បាប់មកគ្រួសារគាត់ប្រកាសជួយជាតិខ្មែរច្រើនណាស់អរគុណច្រើនហើយម្ល៉េះហើយបើអត់មានការខិតខំប្រឹងប្រែងរបស់បងប្អូនយើងទាំងអស់ទេគឺវាមិនអាចទៅមុខបានទេបាទយើងជួយថែរក្សាបទធម៌ប្រពៃណីលោកគួយស្ដាប់បានច្រើនទិញក៏រំបានច្រើននិងក៏មានទឹកចិត្តកាន់តែខំលេងប្រឹងប្រែងហាត់ឲ្យបានល្អថែមទៀតហើយបើសិនយកអត់មានបានអ្នកនៅអង្គុយស្ដាប់គេអត់មាន audience ទេគឺវាទៅចប់ហើយយើងលេងយូរទៅខ្សុយទៅដល់អត់មានកម្លាំងទេចាណាបាទហ្នឹងហើយបាទសូមអរគុណចាអរគុណច្រើនចាសូមអរគុណច្រើនអរគុណអ្នកភ្លេង